សហរដ្ឋអាមេរិកស្វាគមន៍ការរក្សាបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃលោក Thomas Tommy Piggott អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងនាថ្ងៃទី31ខែធ្នូឆ្នាំ2025ថាសហរដ្ឋអាមេរិកសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការបដិញ្ញាខ្ពស់របស់រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូសកម្មភាពនេះបានបង្ហាញពីការបដិញ្ញារបស់ប្រទេសទាំងពីរចង់ទូសន្តិភាពយូរអង្វែងតាមរយៈការអនុវត្តបទបញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរយើងសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន18នាក់ដោយភាគីថៃដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាងនិងទំនុកចិត្តឡើងវិញសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជានិងថៃខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី26ខែតុលាជាដើម